ឥឡូវយើងទៅសរសេរកូដនៅក្នុង file initialize យើងបើក file initialize នៅក្នុង folder include file នេះគឺសំខាន់ជាងគេហើយហេតុអីបានចាំបាច់មាន file initialize file initialize ហ្នឹងគឺជា file មួយដែលសម្រាប់ទៅនាំគេនាំឯងមកមានន័យថា file ក្នុង file initialize វាទៅនាំយក file include ដាក់នៅក្នុងហ្នឹងវាទៅនាំយក file database ដាក់នៅក្នុងហ្នឹងវាទៅនាំយក source code ពី file session ដាក់នៅក្នុងហ្នឹងវាទៅនាំយក source code ពី file user ដាក់នៅក្នុងហ្នឹងគ្រប់ file ទាំងអស់ដែលមាននៅក្នុង folder include ទាំងអស់បញ្ចូលក្នុង file initialize ទាំងអស់ដល់ពេល page ផ្សេងដូចជា page login page index page product page service page អីយកតែ initialize ទៅបានទាំងអស់មកត្រូវទេពួក initialize វានាំគេនាំឯងមក initialize នាំទៅ page database នាំទៅ page config នាំទៅស្អី session user ស្អីមកទាំងអស់ក្នុង initialize ទាំងអស់បាទអញ្ចឹង page login page អីដែលត្រូវការ page ទាំង line ណាដែលត្រូវការ file ទាំង line នៅក្នុង folder include នាំទៅ initialize ទៅទាំងអស់មកអាអញ្ចឹងណាបាទជាក់ផ្សារទៀតអញ្ចឹងយើងសេកូដហើយដើម្បីនាំ file មួយចូលទៅប្រើក្នុង file មួយទៀតយើងប្រើ function អីដល់វាអាចមាន include 1 require 1សម្រាប់នាំយក source code ពី page មួយទៅប្រើក្នុង page មួយទៀតអញ្ចឹងណាបាទអញ្ចឹងតោះនាំមក require 1ហើយយើងនាំយក config មុនគេមកបាច់ដាក់ទីតាំងទេដោយសារតែវានៅក្នុង folder មួយគ្នា initialize config database user session នេះមកនៅក្នុង folder មួយគ្នាអញ្ចឹងយើងបាច់ដាក់ទីតាំងទេបាទអញ្ចឹងមាន config មាន session មាន database ខ្ញុំដាក់ file មុនណា.php មាន file មាន database មាន user មានទៀតទៅបើកមើលសិនconfig ហើយ user database session file function មានអេសដាក់វានៅលើទៅនាំយកមកអស់មក function មានអេសបាទ line session អត់ dot line database អត់ dot line user អត់ dot config config មិនពីរដងលុបចោលដល់លុបអស់ហើយប៉ុណ្ណឹងអញ្ចឹង page ផ្សេងទៀតយកទៅ initialize ទៅទាំងអស់គ្នាហ្មងបាច់ថ្ងៃក្រោយចង់ time file ចង់ថយ file កែតែ initialize ទៅចប់បាច់ទៅកែ copy page ទេណាបាទរួចតើចឹងនៅក្នុង page initialize ខ្ញុំត្រូវការសរសេរកូដតាក់ទងនឹង format ច្រើនដែរដូចជាការដូរ time zone យើងដូរ time zone មកនៅស្រុកខ្មែរយើងពេលដែលគេបញ្ចូលជួរដេកបញ្ចូលព័ត៌មានផ្សេងបើយើងបង្ហោះ website បង្ហោះនៅលើ server គេអាចនៅសិង្ហបុរីឬក៏នៅអាមេរិកនៅអីចឹងទៅតាមប្រទេសពេលយើងបង្ហោះរបស់គេមកគេគិតតាមម៉ាស៊ីនគេហើយអញ្ចឹងយើងត្រូវដូរ time zone មកនៅស្រុកខ្មែរយើងតោះអញ្ចឹងយើងឆេង time zone បន្តិច that default time zone set យើង set មកអាស៊ីភ្នំពេញតែប៉ុណ្ណឹងនៅស្រុកខ្មែរអាស៊ី / ភ្នំពេញបាទហ្នឹងត្រូវចាំអញ្ចឹងនិយាយអញ្ចឹងបាទអាស៊ីភ្នំពេញមួយទៀតមុននឹងយើងអាចប្រើ session បានគ្រប់ page ទាំងអស់ត្រូវតែ start session សិនអញ្ចឹងដើម្បី start session ប្រើអីគេដើម្បី start session underscore start អញ្ចឹងគ្រប់ page ទាំងអស់នាំ initialize ទៅមាន session start ស្រាប់ហើយsession វាជា variable មួយប្រភេទវា variable ដែរតែ variable មួយហ្នឹងវាអាចប្រើបានគ្រប់ page ទាំងអស់នៅក្នុង website មួយហ្នឹងវាប្រើឆ្លង page យើងត្រូវការប្រើ variable លក្ខណៈឆ្លង page ចឹងតិចទៀតតាក់ទងនឹងការ log in អញ្ចឹងណាហើយយើងនឹងនិយាយពីការបង្កើតពីការប្រើរបស់វាតិចទៀត ភ្នំពេញសេខុសមែនបាទ NH បាទឆ្លង
มันអីអត់នេះចឹងខ្ញុំប៉ុណ្្នឹងសិនហើយចាំយើងស្អីតទៀតសាវ